ជួបបទពិសោធន៍តើយើងធ្វើដោយមិនដាច់បងប្អូនចាថ្ងៃនេះខ្ញុំសូមមកចែករំលែកមួយបងប្អូនចាពេលដែលសម្រាប់ពាក្យបទពិសោធន៍មួយចាសម្រាប់ខ្ញុំវាមានបទពិសោធន៍ល្អនិងបទពិសោធន៍មិនល្អចាប៉ុន្តែបើរឿងល្អយើងនិយាយថារឿងល្អបងប្អូនចាប៉ុន្តែសម្រាប់រឿងដែលមិនល្អដែលយើងមិនពេញចិត្តយើងហៅថាបទពិសោធន៍ចាហេតុអីបានហៅថាបទពិសោធន៍ចាព្រោះអីបទពិសោធន៍នោះហើយដែលធ្វើឲ្យបង្រៀនឲ្យយើងរឹងមាំឲ្យយើងប្រកែឲ្យយើងខ្លាំងចាអញ្ចឹងពេលដែលមានបទពិសោធន៍ចូលមកដល់បងប្អូនចាបដូរវិធីគិតឲ្យបានចាបដូរវិធីគិតដូចខ្ញុំគិតមិនអញ្ចឹងបងប្អូនចាគ្រប់បទពិសោធន៍ដែលមិនល្អយើងគិតថាបទពិសោធន៍នោះជួយឲ្យយើងចាកាន់តែរឹងមាំកាន់តែប្រកែកាន់តែអស្ចារ្យកាន់តែមានភាពឆ្លាតវៃបងប្អូនចាអានេះដល់ពេលនេះដែលខ្ញុំចេញក្លាហានចេញមកចែករំលែកនេះដោយសារអីចាដោយសារតែបទពិសោធន៍ចាដោយសារតែបទពិសោធន៍បង្រៀនឲ្យខ្ញុំចេះឲ្យខ្ញុំដឹងឲ្យខ្ញុំក្លាហានឲ្យខ្ញុំបំបត្តិនៅភាពភ័យខ្លាចចាព្រោះអីគ្រប់បទពិសោធន៍ទាំងអស់បើសិនជាយើងចានៅចិញ្ជ្រុំបើយើងនៅសែកនៅបាក់ទឹកចិត្តនៅផ្ដេកផ្ដួលនឹងបទពិសោធន៍ចាបទពិសោធន៍វាអត់ចេញពីជីវិតយើងទេចាព្រោះអីព្រោះយើងស្រឡាញ់យើងចូលចិត្តយើងគិតរាល់ថ្ងៃយើងទន្ទិញរាល់ថ្ងៃយើងគិតរាល់ថ្ងៃហើយយើងសែកយើងបាក់ទឹកចិត្តយើងត្រាម៉ាយើង stress ចានោះហើយជាដៃគូរបស់បទពិសោធន៍ចាបទពិសោធន៍រឿងមិនល្អចាបើសិនជាបងប្អូនមិនស្រឡាញ់នៅរូបភាពបែបនោះទេចាបទពិសោធន៍ដែលបងប្អូនកំពុងជួបនឹងបងប្អូនមិនស្រឡាញ់ទេប៉ុន្តែចាវាកើតមកកន្លងហើយអញ្ចឹងយើងត្រូវទម្លាក់យើងត្រូវទម្លាក់ចាយើងត្រូវទម្លាក់យើងត្រូវបដូរការគិតសកម្មភាពបានពេលដែលបងប្អូនសាងជំនឿឲ្យខ្លួនឯងថ្មីបានចាបងប្អូននឹងចាក់ចែងពីបទពិសោធន៍បងប្អូនចាព្រោះអីគ្រប់យ៉ាងវាមានពីរចំណុចហើយបងប្អូនត្រូវគិតថាអ្វីដែលចូលមកក្នុងជីវិតរបស់យើងវាមិនអាចតាំងនៅចាវាគ្រាន់តែចូលតាមមួយផ្លែតវាតាំងនៅហើយវាក៏រលត់ទៅនៅពេលដែលយើងមិនស្រឡាញ់ចូលចិត្តវាតែបើបងប្អូនស្រឡាញ់ចូលចិត្តវាចាត្រាម៉ាសេតបាក់ទឹកចិត្តមិនដើរទៅមុខចាអាហ្នឹងហើយដែលវាស្រឡាញ់យើងគឺវានាំគ្នាវាចូលមកកាន់តែច្រើនបងប្អូនចាប៉ុន្តែបើសិនជាបងប្អូនមិនស្រឡាញ់វាកុំគិតគូរពីវាបដូរការគិតឲ្យបានបដូរការជឿឲ្យបានបដូរការអនុវត្តឲ្យបានចាបដូរវិធីនៃការគិតរីករាយសប្បាយមានក្តីសុខបានចាអានោះបទពិសោធន៍នឹងចាក់ចេញព្រោះអីចាគ្រប់បទពិសោធន៍ទាំងអស់បើសិនជាបងប្អូនរីករាយបានសប្បាយចិត្តបានចាវាឲ្យនៅជាមួយយើងទេវាខ្លាចណាស់បទពិសោធន៍ខ្លាចណាស់នៅស្នាមញញឹមខ្លាចណាស់នៅសេចក្តីសុខខ្លាចណាស់នៅភាពរីករាយតែបើបងប្អូនចាពេលដែលជួបបទពិសោធន៍ហើយបងប្អូនអត់ចាក់ចេញបងប្អូននៅសែតនៅត្រាម៉ានៅនិយាយគិតពីវាចាអញ្ចឹងបទពិសោធន៍នោះចាវាអត់ងាយទៅណាឆ្ងាយពីយើងទេបងប្អូនចាអញ្ចឹងក៏អរគុណច្រើនវីដេអូនឹងគឺមានតែប៉ុណ្្នឹងបងប្អូនចា